តើពុកម៉ែបងប្អូនចិត្តចូលឆ្នាំខ្មែរហើយក៏ប៉ុន្តែមិនដឹងថាធ្វើម្ហូបអ្វីសម្រាប់ការជួបជុំលក្ខណៈធ្វើបែបលឿនអញ្ចឹងណាអាចជ្រើសរើសមុខម្ហូបមុខនេះសម្រាប់ការជួបជុំបានហើយគ្រឿងផ្សំរបស់វាវិញគឺងាយខ្លាំងមែនតើគឺយើងមានតែរំដេងល្គុយសើចម្ទេសខ្ទឹមសហ្នឹងគឺយើងអាចធ្វើគ្រឿងប្រឡាក់ឆ្អឹងគោជាមួយនឹងសាច់គោរបស់យើងបានរួចជាការស្រេចការប្រឡាក់សាច់គោរបស់នាងខ្ញុំគឺនាងខ្ញុំប្រើគ្រឿងងាយទេគឺនាងខ្ញុំបុករំដេងឲ្យម៉ត់ចឹងទៅហើយយើងបន្ថែមជាមួយនឹងខ្ទឹមសបុកឲ្យម៉ត់ដូចគ្នាម្ទេសក៏ដូចគ្នាដែរអញ្ចឹងយើងបុក3មុខនឹងចូលគ្នាឲ្យម៉ត់ចឹងទៅហើយយើងហាន់ស្លឹកក្រូចសើចជាចំណិតតូចបែបនេះដើម្បីការរសជាតិស្លឹកក្រូចសើចរបស់យើងទៅលើសាច់គោហើយរសជាតិឈ្ងុយឆ្ងាញ់បន្ថែមទៀតហើយកាន់តែពិសេសទៀតនោះគឺផ្លែជាមួយនឹងទឹកជ្រលក់ដោយសារនេះនាងខ្ញុំអត់ជ្រលក់ជាមួយនឹងទឹកត្រីកោះកុងឬក៏ទឹកម្រេចទេគឺនាងខ្ញុំជ្រើសរើសយកដែលនាងខ្ញុំជ្រើសរើសអំបិលខ្ចីធ្វើជាទឹកជ្រលក់សារនេះក៏បន្ថែមជាមួយនឹងម្អមផងដែរដើម្បីឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់តោះបុកអំបិលខ្ចីជាមួយនឹងខ្ញុំជាដំបូងនាងខ្ញុំដាក់ម្ទេសចូលដោយហាន់វាជាចំណិតតូចហើយក៏បន្ថែមជាមួយនឹងអំបិលធ្វើបែបនេះគឺវាចំណេញពេលវេលាហើយម្ទេសរបស់យើងគឺបុកឆាប់ម៉ត់ទៀតបន្ទាប់ពីនាងខ្ញុំបានបុកម្ទេសម៉ត់ហើយក៏នាងខ្ញុំបន្ថែមជាមួយនឹងខ្ទឹមសដើម្បីបុកបន្ថែមឲ្យវាចេញជាតិពីខ្ទឹមសវារសជាតិឈ្ងុយឆ្ងាញ់នៅពេលដែលនាងខ្ញុំបានបុកម្ទេសជាមួយនឹងខ្ទឹមសម៉ត់ហើយក៏នាងខ្ញុំបានដាក់អំបិលខ្ចីនឹងចូលហើយយើងបុកអំបិលខ្ចីនឹងឲ្យម៉ត់នេះគឺជា result ដែលនាងខ្ញុំបានបុកអំបិលខ្ចីម៉ត់រួចរាល់ហើយនាងខ្ញុំក៏បន្ថែមជាមួយនឹងគ្រឿងទេសដូចជាស្ករអំបិលប៊ីចេងហើយនឹងទឹកត្រីផងដែរហើយនេះគឺជាម្អមគឺនាងខ្ញុំដាក់ដើម្បីឲ្យវាមានក្លិនឈ្ងុយចេញពីម្អមតែម្ដងទំនងអត់ពុកម៉ែបងប្អូននៅពេលដែលនាងខ្ញុំបានបុកអំបិលខ្ចីនេះរួចរាល់គឺឃើញហើយគឺលេបទឹកមាត់តែម្ដងចាគឺមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងមែនតើហើយតិចជូរអែមហើយជាមួយនឹងសាច់គោអាំងរបស់យើងក្តៅហុយថ្មីទៀតនោះគឺរឹតតែឆ្ងាញ់តែម្ដងបន្ទាប់ពីប្រឡាក់សាច់រួចរាល់ហើយក៏ធ្វើទឹកបន្ទាប់រួចរាល់នោះក៏នាងខ្ញុំចាប់ផ្ដើមកាត់ភ្លើងតែភ្លើងតិចចាស់ទីចំភ្លើងកំជ្រួចហោះពេញនឹងស្គមបានអាំងបន្ទាប់ពីបង្កាត់ភ្លើងហើយក៏នាងខ្ញុំចាប់ផ្ដើមអាំងសាច់ជារួមទៅក្លិនចេញពីសាច់គោមកគឺឈ្ងុយគ្រឿងខ្លាំងមែនតើរសជាតិមិនអាចបំភ្លេចបានហើយចាំមួយទៀតបងប្អូនអាចសាកល្បងធ្វើម្ហូបនេះបានគឺងាយខ្លាំងមែនតើអាចជួបជុំក្រុមគ្រួសារไปចូលឆ្នាំខ្មែរ